ក្រុមហ៊ុនជាកសិករខ្ញុំអាចសេះសម្ភារជាបុគ្គលិកក្រុមហ៊ុនជីក្បាលកបីតែនេះដែរខ្ញុំចង់មកបង្ហាញស្រាប់បង្ហាញមួយទីតាំងដែលមានក្នុងរហាសួរឃុំព្រៃនរិនស្រុកឯកភ្នំខេត្តបាត់ដំបងជួយបង្ហាញទីតាំងតាមបង្ហាញអង្គទីជាកសិករជាទីគោរពរបស់បានចឹងខ្ញុំឈ្មោះណែនពោជាកសិកររស់នៅក្នុងភូមិរហាសួរឃុំព្រៃនរិនស្រុកឯកភ្នំខេត្តបាត់ដំបងធ្វើស្រែបង្ហាញឲ្យក្រុមហ៊ុនជីក្បាលកបីបាទចឹងការធ្វើស្រែបង្ហាញនេះឲ្យយើងពិសោធន៍ទៅលើជីបាល់កបីជីអាក្រូតែនហើយនឹង2015ចឹងតាមខ្ញុំប្រើប្រាស់រយៈកាលកន្លងមកនេះឃើញថាទីនេះមានគុណភាពល្អដោយសារវគ្គ1យើងបាចទៅជីនឹងរក្សាភាពខៀវបានយូរបាទរក្សាភាពខៀវបានយូរចឹងរហូតដល់វគ្គ2អញ្ចឹងវគ្គ3យើងបាច់ផ្ដាច់ជី2015ចឹងឃើញថាបាច់វគ្គ3នេះក៏ឃើញលទ្ធផលនឹងបានល្អដែរដោយសាររហូតដល់ស្រូវទុំហើយវាសារភាគខៀវនៅដែរអញ្ចឹងអាស្លឹកបានឹងអត់ងាប់ទេស្រូវទុំហើយស្លឹកបានឹងនៅតែខៀវដែរអញ្ចឹងបញ្ហាជីនេះតាមពិសោធន៍គឺកសិករនឹងអាចទទួលយកបានអូមកប្រៀបធៀបពីមុនហើយដល់ឥឡូវខ្ញុំគិតយ៉ាងម៉េចដែរណាបើនិយាយទៅឃើញការធ្វើរយៈកាលកន្លងមកនេះទីខ្ញុំមិននិយាយថាក្រុមហ៊ុនណាទេអញ្ចឹងដែលយើងធ្លាប់ប្រើពីដើមមកជីលាយហ្នឹងគឺយើងងាយលាយទេដាក់ទៅបាច់ទៅក្នុងស្រូវបាច់ទៅលើទឹកលើដីហ្នឹងអត់ងាយលាយទេប៉ុន្តែដោយឡែកជីក្បាលកបីនេះនៅពេលដែលយើងបាច់ឲ្យក្រោយ10ទៅ15នាទីឃើញជីចាប់ផ្ដើមមកលាយបណ្ដោយបាទលាយល្អអញ្ចឹងមកន័យថាជីនេះមានគុណភាពល្អជាងជីដទៃខ្ញុំតែបានបាទវាបងប្អូនជាកសិករទាំងអស់គ្នាសូមអរគុណដល់ក្រុមហ៊ុនក្បាលកបីហើយជីក្បាលកបីដែរដែលបានមកពិសោធន៍ជីនៅក្នុងភូមិណាសួងគុំវិញស្រុកឯកក្នុងខេត្តបាត់ដំបងបាទសូមអរគុណទាំងអស់គ្នា